សម្រាប់ខ្ញុំពួកគាត់ខ្លាំងទាំងអ្នកថ្មីទាំងអ្នកចាស់សង្ហាមកបាយម្យ៉ាងម្នាក់ប៉ុន្តែអ្វីដែលខ្ញុំ concern ខ្លួនឯងគឺខ្ញុំអត់សូវគិតថាពួកគាត់ខ្លាំងឬក៏ខ្សោយទេតែខ្ញុំខ្លាចគឺខ្លាចខ្លួនឯងធ្វើអត់បានល្អពេលនៅលើឆាកហើយនឹងអត់បានកែប្រែខ្លួនឯងដូចជា body ហើយ Q&A អញ្ចឹងខ្ញុំគិតថារឿងមួយដែលខ្ញុំរឿងពីរដែលខ្ញុំធ្វើគឺខ្ញុំកែប្រែ body ជាមួយនឹង Q&A ខ្លួនឯងបានខ្លាំងជាងហ្នឹងអញ្ចឹងគាត់ថាបើទោះបីជាគាត់ខ្លាំងខ្ញុំនឹងព្យាយាមធ្វើឲ្យខ្លាំងជាងគាត់ លោករិទ្ធីពីនុនកំពុងជោគជ័យខ្លាំងទាំងវិស័យភាពយន្តនិង Sport ពាណិជ្ជកម្មតែចំពោះវេទិកា Mr International Cambodia 2025 លោកនឹងព្យាយាមសម្រេចក្តីប្រាថ្នាឲ្យបាន ជាកូនកំព្រាមួយរូបតស៊ូយ៉ាងខ្លាំងក្នុងការរៀនសូត្ររិះរកចំណេះដោយខ្លួនឯងប្រឹងប្រែងគ្រប់យ៉ាងជំនះរាល់ឧបសគ្គនិងពាក្យប្រមាថទម្រាំមកដល់ចំណុចនេះលោករិទ្ធីពីនុនកំពុងតែទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើវិថីដែលលោកសម្រេចចិត្តដើរដោយខ្លួនឯងមិនថាតែការងារសិល្បៈសម្ដែងភាពយន្តថត Sport ពាណិជ្ជកម្មរហូតដល់ការងារផ្នែកលក់ខុនដូដែលលោកទើបតែចាប់ផ្ដើមក៏ទទួលបានជោគជ័យគួរឲ្យចាប់អារម្មណ៍ផងដែរក៏ព្រោះតែខុនដូដែលលោកកំពុងតែលក់សប្តាហ៍ថ្ងៃនេះគឺជាខុនដូដែលពោពេញទៅដោយភាពស្រស់ស្អាតរឹងមាំបរិយាកាសល្អជាពិសេសគឺនៅក្នុងតំបន់បឹងកេងកងដែលជាតំបន់មានសក្តានុពលខ្ពស់ថែមទៀតផងតែទោះបីជាជោគជ័យបែបនេះក្តីតែក្តីស្រមៃចង់កាន់ទង់ជ័យកម្ពុជានៅលើឆាកអន្តរជាតិនៅមិនទាន់បានសម្រេចនៅឡើយនោះទេទើបក្នុងពេលនេះលោកសម្រេចចិត្តត្រឡប់មកចូលរួមក្នុងការប្រឡងបរិះអាជីពថ្មីបំពេញក្តីស្រមៃក្នុងកម្មវិធី Mr International Cambodia 2025 បាទមានសួរពីនូន មានសួរបងបាទសប្បាយអូន សុខសប្បាយបង បាទការងាររវល់ច្រើនទេបាទ រវល់បងអើយខែហ្នឹង2 3វិជិកទៀតអត់តាន់បាននេះហើយផងឥឡូវហ្នឹងខែក្រោយហ្នឹងជាប់ទៀតហើយ បាទអរគុណច្រើនបាទតើមានអារម្មណ៍បែបណាទើបយើងដាក់ពាក្យប្រកួតជាថ្មីព្រោះថាកម្មវិធីចាស់ទើបតែចប់ស្ដាយៗទៀតបាទ មែនតើដូចអ្នកទាំងអស់គ្នាដឹងចឹងខ្ញុំប្រឡង2 3ឆាកហើយក៏អត់ទាន់បានសម្រេចបាននៅអ្វីដែលខ្ញុំចង់បានដែរអញ្ចឹងមែនតើឆាកមុនហ្នឹងគឺខ្ញុំទទួលបានបទពិសោធន៍ច្រើនមែនតើរៀនបានមេរៀនថ្មីច្រើនហើយក៏ទទួលស្គាល់នៅកំហុសខ្លួនឯងនៅភាពខ្វះខាតអញ្ចឹងខ្ញុំគិតថាឆាកនេះវាជាឱកាសរបស់ខ្ញុំមែនតើដោយសារតែខ្ញុំរៀនបានកំហុសច្រើនហើយខ្ញុំនឹងវិវត្តខ្លួនឯងបន្ថែមនៅក្នុងឆាកមួយនេះអញ្ចឹងវាគិតថាវាជាឱកាសតែមួយគត់ហើយនឹងល្អសម្រាប់ខ្ញុំសម្រាប់ខ្ញុំពីឆាកមុនហ្មងខ្ញុំផ្លាត់ Q&A បន្តិចប៉ុន្តែសម្រាប់ខ្ញុំឆាកនេះខ្ញុំគាត់ថាខ្ញុំត្រៀមខ្លួនមែនតើនិយាយទៅគឺព្យាយាម start Q&A របស់រៀមច្បងច្រើនមែនតើអញ្ចឹងខ្ញុំគាត់ថាបើសិនជាវគ្គនេះខ្ញុំអាចមានឱកាសឆ្លើយ Q&A គឺខ្ញុំនឹងមានឱកាសច្រើននឹងឈរដល់ក្តីសម័យហ្មងហើយវគ្គមុនទៀតគឺកំហុសរបស់ខ្ញុំគឺស្រកគីឡូអត់តាន់ហើយសម្រាប់ពេលនេះក៏ខ្ញុំព្យាយាមដែរគឺ gym ផងរត់ផង yoga ផងនិយាយទៅប្រឹងឲ្យអស់ពីសមត្ថភាព បាទហើយក្នុងពេលនេះបាទគឺកម្មវិធីប្រកួតខ្ញុំដូចជាថាសក់មានពេលត្រឹមតែ2ខែតែប៉ុណ្ណោះបាទបាទតើបងគិតថាយើងអាច fit body យើងទាន់ដែរទេបាទសម្រាប់ខ្ញុំគិតថាទាន់បងដោយសារតែខ្ញុំនិយាយទៅគឺខ្ញុំរៀប schedule ខ្លួនឯងអស់ហើយអញ្ចឹងសម្រាប់ឆាកនេះខ្ញុំគិតថាខ្ញុំនឹងយកវាឲ្យបានអញ្ចឹងវាអត់អាចឲ្យជាបញ្ហាខ្ញុំដោយសារតែ body ទៀតទេបាទអរគុណណាស់បាទអញ្ចឹងគឺថាសម្រាប់ការ comeback លើកនេះមិនមែន comeback តែម្នាក់ទេបាទនៅក្នុងកម្មវិធីនេះបាទនៅក្នុងកម្មវិធី Mr International Cambodia 2025គឺមានអ្នក comeback ច្រើនមែនទែនអាចនឹងលើកពី5នាក់បាទសម្រាប់អូនផ្ទាល់បាទតើមានការព្រួយបារម្ភបាទឬក៏បាទមានចំណាប់អារម្មណ៍បែបណាសម្រាប់ការ comeback បាទមកព្រមគ្នាហើយសុទ្ធសឹងតែជាជើងខ្លាំងដូចគ្នាសម្រាប់ខ្ញុំពួកគាត់ខ្លាំងទាំងអ្នកថ្មីទាំងអ្នកចាស់សង្ហាមកបាយម្យ៉ាងម្នាក់ប៉ុន្តែអ្វីដែលខ្ញុំ concern ខ្លួនឯងគឺខ្ញុំអត់សូវគិតថាពួកគាត់ខ្លាំងឬក៏ខ្សោយទេតែខ្ញុំខ្លាចគឺខ្លាចខ្លួនឯងធ្វើអត់បានល្អពេលនៅលើឆាកហើយនឹងអត់បានកែប្រែខ្លួនឯងដូចជា body ហើយ Q&A អញ្ចឹងខ្ញុំគិតថារឿងមួយដែលខ្ញុំរឿងពីរដែលខ្ញុំធ្វើគឺខ្ញុំកែប្រែ body ជាមួយនឹង Q&A ខ្លួនឯងបានខ្លាំងជាងហ្នឹងអញ្ចឹងគិតថាបើទោះបីជាគាត់ខ្លាំងខ្ញុំនឹងព្យាយាមធ្វើឲ្យខ្លាំងជាងគាត់បាទឥឡូវនេះបាទយើងដឹងហើយអំពីចំណុចខ្វះខាតរបស់យើងបាទតើការព្យាយាមរបស់យើងដើម្បីបំពេញចំណុចខ្វះខាតហ្នឹងបងប្អូនគិតថាតើវាបានប្រមាណ%ហើយបាទមុននឹងឈានទៅដល់ថ្ងៃប្រកួតធំបាទសម្រាប់ខ្ញុំវគ្គនេះបើសិននិយាយទៅបើអ្នកហាត់ប្រាណគឺគាត់យល់អីគឺយើងមាន3 1តឡាងគីឡូហើយសម្រាប់រដូវកាលរបស់ខ្ញុំនេះគឺតម្លាក់ហើយត្រៀមតឡាងវិញបដាច់សាច់យកហ្មងអញ្ចឹងវាត្រូវការពេលអត់យូរទេប្រហែលជាកន្លះខែគឺអាចដាច់បានហ្មង
បាទហើយអូនអាចជម្រាបបានថាសម្រាប់ការដែលយើងយកបាឌីបាទ fashion ឬក៏យើងយកបាឌីបាទអ្នកកីឡាព្រោះតាមធម្មតាបាទបាឌីសម្រាប់ fashion និងបាឌីសម្រាប់អ្នកកីឡាគឺវាខុសគ្នាបាទបងបាទសម្រាប់ខ្ញុំមែនតើខ្ញុំក៏ស្រឡាញ់ body fit បែប model fashion ដែរប៉ុន្តែដោយសារតែទីមួយអំណោយផលពីធម្មជាតិរបស់រូបរាងខ្ញុំដែរអញ្ចឹងគឺរបៀប sport កីឡាមាត្រធំដូចកាយវប្បកម្មអញ្ចឹងណាអញ្ចឹងគឺ body ខ្ញុំវាទៅអញ្ចឹងខ្ញុំក៏ព្យាយាមធ្វើបែបហ្នឹងហើយក៏សង្ឃឹមថានឹងធ្វើបាន fit ល្អតាន់ការប្រកួតបាទអរគុណច្រើនបាទអញ្ចឹងគឺថាបាទនៅក្នុងកម្មវិធីនេះបាទគឺវាយើងដូចថាកម្មវិធីថ្មីសម្រាប់យើងប៉ុន្តែគឺជាបទពិសោធន៍បាទស្រៀងមុនដែរបាទអញ្ចឹងបងគិតថាតើអ្នកគ្រប់គ្រងបាទប្រកួតនៅបន្តគ្រប់គ្រងបងតែទៀតដូចយ៉ាងណាបាទសម្រាប់ខ្ញុំនិយាយរឿងការពិតអារម្មណ៍ពិតនិងខ្ញុំជួបចាក់ស្ដែងការពិតមិនថាតែបងប្អូនឬក៏អីគឺគាត់មានអារម្មណ៍ថាខ្ញុំដឹងខ្លួនឯងថាធ្លាក់ការគ្រប់គ្រងមែនតើដោយសារតែដូចបងដឹងអញ្ចឹង2ឆាកហើយដែលខ្ញុំអត់ទាន់បានទទួលបានជោគជ័យហើយសំណួរដែលខ្ញុំទទួលបានខំហ៎ហើយធ្វើដើម្បីអីអញ្ចឹងច្រើនមែនតើគឺមានខ្ញុំក៏ទទួលបានសម្ពាធដែរដែលខ្ញុំឃើញបែបហ្នឹងអញ្ចឹងឲ្យទៅបន្តខ្ញុំនៅតែប្រឹងទៀតដើម្បីធ្វើឲ្យគាត់ឃើញថាការតស៊ូគឺពិតតែមានតម្លៃហើយថ្ងៃណាមួយការតស៊ូនឹងមិនក្បត់តែគ្នាហើយអ្នកគ្នានឹងទទួលបានលទ្ធផលអញ្ចឹងឆាកនេះខ្ញុំជឿជាក់ថាខ្ញុំនឹងធ្វើបានហើយសង្ឃឹមថាអ្នកគ្នាឃើញវីដេអូនេះហើយនឹងគ្រប់គ្រងខ្ញុំបន្តទៀតព្រោះខ្ញុំប្រកួតនេះក៏មិនស្រួលដែរប៉ុន្តែក៏ដោយសារក្តីសម័យមិនប្រកួតចោលទេតែចំណុចខ្វះខាតពួកយើងសុទ្ធតែមានអញ្ចឹងសម្រាប់វគ្គនេះខ្ញុំសន្យាជាមួយទាំងអស់គ្នាថានឹងប្រឹងឲ្យពីសមត្ថភាពហើយកែប្រែនៅចំណុចខ្វះខាតរបស់ខ្ញុំបាទអរគុណច្រើនបាទចុងក្រោយបាទពីនុនមានអ្វីចង់ផ្ដាំផ្ញើដូចជាសំណួរពលដល់អ្នកគ្រប់គ្រងឲ្យគាត់ត្រឡប់និងបន្តគ្រប់គ្រងដល់ពីនុនឡើងវិញបាទតើតើទៅនឹងការប្រកួតលើនេះបាទសម្រាប់ខ្ញុំដោយសារតែខ្ញុំដឹងថាទាំងអស់គ្នារៀងបាក់ទំនុកចិត្តនៃការគ្រប់គ្រងក៏ដោយសារតែខ្ញុំធ្លាប់សន្យាជាមួយទាំងអស់គ្នាថានឹងសម្រកគីឡូឲ្យបានមុននឹង final 2ឆាកមុនប៉ុន្តែខ្ញុំធ្វើបានតែក៏សង្ឃឹមថាទាំងអស់គ្នាយល់ពេលនេះគឺខ្ញុំមានបញ្ហាសុខភាពផងហើយនឹងគ្រោះថ្នាក់ចរាចរណ៍ផងគឺផ្ទួងព្រួយមែនតើធ្វើឲ្យខ្ញុំញ៉ាំថ្នាំផ្សះចឹងគឺ control គីឡូខ្លួនឯងអត់បានប៉ុន្តែសម្រាប់ឆាកនេះខ្ញុំនឹងព្យាយាមមើលថែសុខភាពខ្លួនឯងឲ្យបានល្អហើយនឹងមិនចេញក្រៅឲ្យមានអាចនឹងមានបញ្ហាណាមួយកើតឡើងទេចឹងសង្ឃឹមថាអ្នកគ្នានឹងគ្រប់គ្រងហើយសម្រាប់ខ្ញុំផ្ទាល់នឹងមិនធ្វើឲ្យអ្នកទាំងអស់គ្នាខកបំណងជាដាច់ខាតបាទសូមអរគុណអរគុណបង